រៀងកាយនឹងផ្លូវចិត្តដ៏រឹងមាំមួយនេះត្រៀមខ្លួនរួចជាស្រេចក្នុងការសប្រៃនំមកជួយបងប្អូនទាំងអស់គ្នាស្ដាប់មើលទៅដូចជារឿងពិបាកតែការពិតទៅការងារនឹងអត់លំបាកប៉ុន្មានទេគ្រាន់តែរៀងស្មុគស្មាញនិងត្រូវការផ្លូវចិត្តដ៏រឹងមាំមែនទែនឧទាហរណ៍អូនបងកំងនំនេះមួយដឹកទៅទីតាំងនេះលេខទូរស័ព្ទនេះ bla 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 អូនជួយដកបងចេញណាកុំប្រាប់គាត់ថាអ្នកណាអ្នកកំងនៅពេលដែលយើងតាក់ទងអ្នកទទួលនំហើយគាត់ថាបើអត់ប្រាប់ទេក៏អត់ទទួលនំទេនំនឹងបាច់ដឹកមកទេយើងក៏តាក់ទងទៅអ្នកកំងវិញបងគាត់ថាគាត់អត់យកនំទេបើអត់ប្រាប់ឈ្មោះបងឯងបងកុំប្រាប់ដឹកទៅឲ្យគាត់ទៅលេខតែលេខផ្លូវគឺមានស្រាប់ហើយនៅពេលដែលយើងដឹកទៅអ្នកដឹកគាត់ទេមកយើងវិញទៀតថាបងលេខទូរស័ព្ទហ្នឹងតាក់ទងអត់បានទេលេខតែលេខផ្លូវគាត់ហ្នឹងគឺទៅដល់ទ្វារចាក់សាវហើយដល់ពេលហ្នឹងគឺយើងតាក់ទងទៅកាន់បងអ្នកកំងទៀតបងគាត់អត់នៅផ្ទះទេបងលេខទូរស័ព្ទគាត់ក៏តាក់ទងបានដែរធ្វើមិនទៅបងគាត់ក៏តបវិញថាអូគាត់ឆ្លុះគ្នាមួយខ្ញុំហើយគាត់ប្លុកខ្ញុំចោលបាត់ហើយតែនេះលេខទូរស័ព្ទមិត្តភក្តិគាត់មួយទៀតបងជួយតាក់ទងទៅកាន់មិត្តភក្តិគាត់មើលទៅកាន់មិត្តភក្តិគាត់ទៀតគាត់ថាអូអើយម្ចាស់ខួបហ្នឹងគឺគាត់អត់នៅភ្នំពេញទេគាត់ទៅកំពង់សោមបាត់ហើយវាប្រាប់ទៅមហោមហាហ្នឹងបងប្អូនអ្នកគ្នាមិនមែនមានន័យថាគ្រប់ការសប្រាយទាំងអស់ត្រូវតែមានច្រើនដំណាក់កាលចឹងទេពេលខ្លះបងគាត់ទទួលនំតែធ្វើការសប្រាយហ្នឹងក៏មានភាពងាយស្រួលដែរតែមួយថ្ងៃពីរថ្ងៃទៅគេជម្រាបហើយថាអ្នកណាអ្នកកំងចឹងណាបងចឹងចង់ជម្រាបទៅកាន់បងដែលគេសប្រាយនំសប្រាយកាដូទាំងអស់គ្នាថាបងជួយទទួលទៅបងអើយជួយទទួលទៅនំក៏ស្អាតហើយរូបរាងក៏ឆ្ងាញ់បងទៅដល់បងជួយពិនិត្យមើលទៅតែមួយថ្ងៃពីរថ្ងៃឬក៏ពេលល្ងាចហ្នឹងគឺគេជម្រាបឲ្យបងដើម្បីជួយសម្រួលដល់ក្រុមការងារគាត់សប្រាយចឹងណាចឹងនិយាយដល់ចប់ហើយបងប្អូនសួរថាបើលំបាកចឹងនៅទទួលសប្រាយទៀតអត់នៅទទួលសប្រាយចឹងឯងគាត់តែមានសំណួរពោលតិចតួចទៅកាន់បងប្អូនដែលគាត់ត្រូវបានគេសប្រាយប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនអ្នកគ្នា